សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមកបង្ហាញអំពី process ក្នុងការពិនិត្យកោសិកាមហារីកមាត់ស្បូននិងធ្វើតេស្តរក HPV ហើយនឹងបង្ហាញអំពីតើយើងត្រូវប្រើប្រាស់សម្ភារៈអីខ្លះដើម្បីធ្វើតេស្តនេះចាអញ្ចឹងទី1យើងស្គាល់អ្នកទាំងអស់គ្នានេះគេហៅថាចំពុះទាអញ្ចឹងពាក្យបច្ចេកទេសពេទ្យគេហៅថា speculum អញ្ចឹងអ្នកខ្លះគ្រាន់តែឃើញចំពុះទានឹងរៀងខ្លាចហើយតែតាមពិតចំពុះទានឹងនៅពេលដែលយើងដាក់ទៅគឺអត់មានការឈឺចាប់អីទេអញ្ចឹងគ្រូពេទ្យនឹងដាក់ចំពុះទានឹងចូលទៅក្នុងទ្វារមាសរបស់យើងចាអញ្ចឹងនៅពេលដែលដាក់ចំពុះទាទៅពេលដែលបើកចំពុះទាទៅយើងឃើញមាត់ស្បូនរបស់ស្ត្រីហ្នឹងហើយគ្រូពេទ្យនឹងដាក់សម្ភារៈដើម្បីគៀមើលកោសិកាមាត់ស្បូនរបស់យើងចាអញ្ចឹងគឺមាន2យើងប្រើប្រាស់2ទី1យើងហៅថា spatil មួយទៀតយើងហៅថា cytobros ចាអញ្ចឹងដំបូងគឺគេដាក់ spatil ហ្នឹងថ្នមណាថ្នមទៅក្នុងទ្វារមាសរបស់ស្ត្រីតាមរយៈបន្លោះរបស់យើងបើក speculum ហ្នឹងគឺយើងគៀថ្នមនៅផ្នែកខាងក្រៅរបស់មាត់ស្បូនរបស់យើងបន្ទាប់មកគឺយើងយកតកូលទៅដាក់នៅក្នុងកឡ specimen ហ្នឹងចាអញ្ចឹងកោសិកាមាត់ស្បូនរបស់យើងហ្នឹងនឹងធ្លាក់ចូលទៅក្នុងទឹក specimen ហ្នឹងហើយបន្ទាប់មកទៀតគេនឹងយក cytobros ហ្នឹងដាក់ចូលទៅក្នុងមាត់ស្បូនរបស់ស្ត្រីហ្នឹងដាក់ជ្រៅជាងពេលដែលយើងដាក់ spatil គឺដាក់នៅផ្នែកខាងក្នុងអញ្ចឹងនៅពេលដែលយើងត្បាល់មាត់ស្បូនអញ្ចឹងហើយចាអញ្ចឹងគេយក cytobros ត្បាល់ហើយគេយកតេស្តហ្នឹងយកមកកឡុកចូលទៅក្នុងទឹក specimen នៅក្នុងកឡហ្នឹងអញ្ចឹងកោសិកាមាត់ស្បូននិងទឹករំអិលហ្នឹងវានឹងធ្លាក់ចូលទៅក្នុងទឹក specimen ហ្នឹងហើយគេនឹងយក specimen ហ្នឹងទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យមើលរកកោសិកាមាត់ស្បូនដែលប្រែប្រួលមិនប្រក្រតីនិងស្វែងរកមេរោគ HPV នៅក្នុងនឹងដែរអញ្ចឹងយើងអាចធ្វើនៅក្នុងពេលតែមួយលទ្ធផលនឹងចេញមកក្នុងរយៈពេល1ទៅ2សប្តាហ៍ចាថាតើមានកោសិកាណាប្រែប្រួលមិនប្រក្រតីដែរឬអត់ហើយមាន HPV ទី1ណាចាលេខ1ណាដែលយើងឆ្លងនឹងអញ្ចឹងវានឹងចេញជាលទ្ធផលឲ្យយើងនៅក្នុងរយៈពេលយ៉ាងយូរ2សប្តាហ៍